លោកមេធាវីចោះបាក់កននឹងខរុននៅក្នុងតំណែងតំណងជាមួយគ្នាជាលក្ខណៈប្រៃប្រពន្ធតែគ្មានសម្បត្តិអាពាហ៍ពិពាហ៍ថាតើនរណាជាម្ចាស់ទ្រព្យនៅក្នុងករណីភាគីណាមួយទទួលមរណភាពនោះចា៎បើសិនជាយើងប្រើសមត្ថកម្មដដែលថា A និង B គាត់ជាប្តីប្រពន្ធតាមទស្សនវិជ្ជាជាក់ស្ដែងហើយគាត់មានកូនស៊ីប៉ុន្តែ A និង B នេះក៏បានចុះសម្បត្តិភាពពីឯងអញ្ចឹងនៅក្នុងន័យច្បាប់គេហៅ A និង B ថាជាប្តីប្រពន្ធដែលមិនស្របច្បាប់ឬក៏ជាប្តីប្រពន្ធបែបអនិច្ចសង្វាសបែបអនិច្ចសង្វាសមានន័យថាជាប្តីប្រពន្ធដែលមិនបានបំពេញលក្ខខណ្ឌច្បាប់ចា៎អញ្ចឹងគាត់អត់មានឋានៈជាសហព័ន្ធទេភាសាច្បាប់យើងហៅថាសហព័ន្ធអញ្ចឹងសហព័ន្ធសំដៅលើប្តីឬប្រពន្ធឬប្តីនិងប្រពន្ធដែលគ្រប់តាមលក្ខខណ្ឌច្បាប់ដោយមានសមត្ថភាពពីជាដើមករណីបែបនេះដោយសារតែ A និង B រស់នៅជាមួយគ្នាជាប្តីប្រពន្ធតែអត់មានសមត្ថភាពពីក្នុងករណីដែល A បានស្លាប់ B អត់មានឋានៈជាសហព័ន្ធបើ B អត់មានឋានៈជាសហព័ន្ធ B អត់មានឋានៈជាសន្តតិជនមានន័យថា B អត់អាចទទួលសិទ្ធិស្នងទ្រព្យសន្តតិកម្មរបស់ A បានទេអញ្ចឹងមានតែ C ដែលជាកូនតាមយើងនិមិត្តមិញគឺមានថា C ដែលជាកូននឹងទទួលស្នងនៅទ្រព្យសម្បត្តិរបស់ A ទាំងស្រុងអានេះយើងប្រើលក្ខខណ្ឌទូទៅប៉ុន្តែប្រសិនបើយើងជីកឬគល់បន្ថែមទៀតនៅក្នុងច្បាប់គេមានច្រកផ្លូវមួយទៀតតែតម្រូវឲ្យ B បំពេញលក្ខខណ្ឌមួយចំនួនឧទាហរណ៍ថា B បំពេញលក្ខខណ្ឌមួយចំនួន B ក៏អាចទទួលឬក៏ទាមទារនៅទ្រព្យសន្តតិកម្មនឹងដែរគេហៅ B នឹងថាជាជនមាននិស្ស័យពិសេសពាក្យនេះជាពាក្យច្បាប់សំដៅទៅលើបុគ្គលដែលបានថែទាំថែរក្សាមើលថែមត្តកជនពីដើមរហូតដល់មត្តកជននឹងបានស្លាប់អញ្ចឹងបើសិនជាគាត់បំពេញលក្ខខណ្ឌហ្នឹងហើយគាត់បានដាក់ពាក្យសុំទាមទារទៅតុលាការគាត់នឹងអាចទារបាននៅទ្រព្យសន្តតិកម្មរបស់ A ច្រើនបំផុត1/2នៃទ្រព្យសន្តតិកម្មដោយប្រើឋានៈជាជនមាននិស្ស័យពិសេសអត់ប្រើឋានៈជាសហព័ន្ធឬក៏សន្តតិជនទេប្រើឋានៈជាជនមាននិស្ស័យពិសេសហ្នឹងក៏អាចដែរបើគាត់បំពេញគ្រប់លក្ខខណ្ឌហើយគាត់បានដាក់ពាក្យស្នើសុំទៅតុលាការប៉ុន្តែច្រើនបំផុតគាត់ទទួលបាន1/2នៃទ្រព្យសន្តតិកម្មរបស់ A